បងប្អូនឃើញអីគេនោះថ្ងៃនេះមិនដឹងធ្វើម្ហូបអីអត់ដឹងធ្វើម្ហូបអីទេប៉ុន្តែងាកទៅឃើញតាយងចេកអញ្ចឹងក៏ធ្វើសម្លម្ជូរតាយងចេកញ៉ាំតែម្ដងទៅតោះបាទនិយាយទៅដើមជើងហ្នឹងខ្ពស់គួរសមដែរអញ្ចឹងទៅយើងត្រូវតើតឡើងបន្តិចដើម្បីកាប់វាហើយពេលដែលកាប់ហ្នឹងគឺកាប់យកកវាតែម្ដងទុកដើមហ្នឹងដើម្បីកាប់ម្លែកទៀតឲ្យមន់ឬក៏ទាញ៉ាំទាស៊ីហ្នឹងហើយអញ្ចឹងទៅយើងត្រូវកាត់កតម្លាក់ទៅហើយចាំបន្តិចទៀតយើងកាប់គល់អញ្ចឹងបងប្អូនបាទព្រោះឥឡូវយើងត្រូវការតែតាយងវាទេហើយតាយងហ្នឹងផ្លែវាក៏ខ្ញុំអត់ទុកឲ្យវាផ្លែដែរព្រោះភាគច្រើនវាក្តៀបអត់មានផ្លែទេអញ្ចឹងអានេះគេហៅថាចេកចេកក្របនៅស្រុកខ្ញុំគេថាចេកក្របហើយអ្នកខ្លះក៏យើងអាចហៅមួយទៀតថាជាចេកជ្វាបាទហើយចេកក្របហ្នឹងគឺទៅយកបងតាយងចេកក្របហ្នឹងគឺលេខ1ទេបងប្អូនមានរសជាតិឆ្ងាញ់ផ្អែមហើយបើយកទៅធ្វើជាល្បុយនំបញ្ចុកក៏ល្អដុតមន់បាទហើយជាពិសេសគឺស្ងោរជើងជ្រូកតែខ្ញុំចូលចិត្តតែថ្ងៃនេះអត់ទេដោយសារអាកាសធាតុវាមានលក្ខណៈត្រជាក់បាទភ្លៀងរលឹមអញ្ចឹងទៅគឺវាត្រជាក់ទៅយើងមានអារម្មណ៍ថាចង់ញ៉ាំសឡម្ជូរដើម្បីឲ្យជ្រះមាត់អញ្ចឹងជារបស់ធម្មជាតិទាំងអស់បងប្អូនតាំងពីម្រះប្រៅកសាំងអីក៏សុទ្ធតែជារបស់ធម្មជាតិ 100% អញ្ចឹងបានបន្លែនឹងទៀតក៏រឹតតែប្រសើរហើយបាទអញ្ចឹងបានពេទ្យតែងតែនិយាយថាបើចង់រស់បានយូរត្រូវញ៉ាំរបស់ដែលអត់ឆ្ងាញ់បាទរបស់ដែលមិនឆ្ងាញ់គឺសឡម្ជូរសឡប្រហើរជាមួយនឹងបន្លែក្របមុខធម្មជាតិរបស់យើងក្បែរផ្ទះហ្នឹងណាតែបើបងប្អូនចង់មានជំងឺច្រើនដូចជាសន្លាក់ឬក៏អាស៊ីតខ្លាញ់អីហ្នឹងគឺញ៉ាំសាច់ឲ្យបានច្រើនបាទអញ្ចឹងឃើញថាប្រយ័ត្នប្រយែងជាទីបំផុតហើយបងប្អូនណាបាទអញ្ចឹងខ្ញុំតែងតែផ្លាស់ប្ដូរមុខម្ហូបជាប្រចាំថ្ងៃដោយសាកទៅនឹងរបស់ធម្មជាតិនៅក្បែរផ្ទះហ្នឹងបាទអញ្ចឹងអ្នកស្រែគឺអញ្ចឹងឯងហើយចាប់ផ្ដើមកាប់សាំងក៏យើងបេះមកពីក្នុងភូមិសុំបងប្អូនអ្នកស្រុកទៅអត់ជាបញ្ហាអីទេត្រីយើងទិញត្រីបែរភូមិឲ្យដែរដែលគេចាប់បានអញ្ចឹងណាបាទហើយក្រោយមកទៀតយើងស្គីលកសាំងដាក់ទៅបើចំពោះខ្ញុំមួយឆ្នាំនេះខ្ញុំដាក់កសាំង4នេះគឺល្មមតែម្ដងដោយមិនបាច់ថែមមិនបាច់ថយទេបងប្អូនជូរជ្រះល្មមឆ្ងាញ់បាទអញ្ចឹងកាប់កសាំង4ទៅហើយបងប្អូនខ្លះអត់ចេះកាប់ហើយខ្ញុំមើលម៉ែខ្ញុំកាប់កាន់ហើយកញ្ឆិវាជុំវិញសាំងខាងហើយមិនយើងកាប់ឲ្យវាធ្លាយអញ្ចឹងណាបើបងប្អូនកាប់ផឹងតែម្ដងតែមួយមុខវាគឺវាអាចកញ្ឆិវាឆត់អញ្ចឹងរបៀបកាប់កសាំងនេះគឺយើងត្រូវមើលចាស់ដែរណាបាទអញ្ចឹងរបៀបកាប់កសាំងនេះខ្ញុំមើលចាស់ហើយគាត់កាប់កាន់នឹងដៃគាត់ពេលខ្លះអាចផ្លត់ប៉ះតែអត់អីទេយើងរៀនតាមគាត់ទៅបាទអញ្ចឹងបានហើយបានគ្រឿងផ្សំហើយនឹងគ្រឿងទេសអីគ្រប់គ្រាន់អស់ហើយមានត្រីសត្វត្រីម្ទេសហើយយើងដាក់ចូលទៅមានប្រហុកខ្ទឹមស្លឹកគ្រៃហើយនឹងអំបិលបន្តិចសម្រាប់ជាដំបូងហើយដាំទឹកឲ្យពុះដាក់ម្ជូរកសាំងហើយមិនបាច់ចាំយូរទេបងប្អូនដាក់ជាមួយនឹងបន្លែត្រីលាយគ្នាបដ ாய் ទៅព្រោះបន្លែហ្នឹងក៏វារឹងដែរដូច្នេះហើយទាមទារឲ្យដាក់មុនជាមួយត្រីហើយត្រីបើយើងដាក់មុនពេកអត់បានទេលួយអស់អញ្ចឹងដាក់លាយជាមួយគ្នាល្មមបដ ாய் ទៅមកពុះគឺវាឆ្អិននឹងត្រីឆ្អិនទាំងបន្លែអញ្ចឹងការស្លម្ជូរគឺខ្ញុំតែងតែមើលម្ដាយខ្ញុំនិយាយទៅគឺឲ្យតែចង់ញ៉ាំអីគឺនឹកសម័យថាតើត្រូវញ៉ាំអីតើធ្វើអីនឹកឃើញថាម្ដាយគាត់ស្លអញ្ចេះបាទអញ្ចឹងបើស្លម្ជូរតាយងចេកគឺយើងបងប្រេះប្រៅស្លម្ជូរត្រប់បងជីនាងវងស្លផលិតបងម្អមអូយបងប្អូនហើយថារសជាតិប្លែកហើយរបស់ទាំងអស់នេះគឺជាអាហារសុខភាពបងប្អូនក៏មើលរំលោភឲ្យសោះបាទបើអាចជាបានពីការញ៉ាំសាច់សុទ្ធពីញ៉ាំស្ទេកញ៉ាំអីជួយជារឿងទៅហើយមកញ៉ាំរបស់ធម្មជាតិស្លធម្មជាតិដែលកើតឡើងនៅផ្ទះរបស់យើងហើយក្បែរភូមិហ្នឹងបាទចឹងអរគុណបងប្អូនបានទស្សនាទុកជាការកំសាន្តលេងហើយក៏ជាគំនិតចែករំលែកអ្វីដែលខ្ញុំកំពុងធ្វើហើយជាពិសេសគឺ
លេងអរគុណបងប្អូន